បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងគន្លឹះ20ចំណុចដែលកូនត្រូវតែដឹងចំណុចទី1គឺស្ដាប់ឪពុកម្ដាយរបស់អ្នកពីព្រោះពួកគាត់បានរស់នៅយូរមកហើយនៅក្នុងពិភពលោកនេះមុនអ្នកកើតមកចំណុចទី2គឺត្រូវមើលថែឪពុកម្ដាយរបស់អ្នកព្រោះពួកគាត់បានមើលថែអ្នកតាំងពីតូចរហូតអ្នកអាចពឹងខ្លួនឯងបានចំណុចទី3គោរពឪពុកម្ដាយរបស់អ្នកព្រោះគាត់លះបង់គ្រប់យ៉ាងចំពោះអ្នកដោយឥតទាមទារសំណងចំណុចទី4និយាយល្អចំពោះឪពុកម្ដាយរបស់អ្នកព្រោះពាក្យសម្ដីអ្នកជាឱសថអាចព្យាបាលគាត់ចំណុចទី5ចំណាយពេលជាមួយឪពុកម្ដាយរបស់អ្នកព្រោះពួកគាត់ចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតជាមួយអ្នកចំណុចទី6ការពារឪពុកម្ដាយរបស់អ្នកព្រោះពួកគាត់បានការពារអ្នកនៅពេលដែលអ្នកនៅខ្សោយនៅឡើយចំណុចទី7គាំទ្រឪពុកម្ដាយរបស់អ្នកដោយមនោសញ្ចេតនាដើម្បីកុំឲ្យគាត់ឯកោទី8គុតគង់ឪពុកម្ដាយរបស់អ្នកព្រោះគាត់បានផ្ដល់ឲ្យអ្នកនៅពេលដែលអ្នកមិនមានអ្វីសោះទី9អត់ធ្មត់ជាមួយឪពុកម្ដាយរបស់អ្នកព្រោះពួកគាត់អត់ធ្មត់នឹងអ្នកពេលដែលអ្នកនៅក្នុងបន្ទុករបស់គាត់ទី10មើលថែឪពុកម្ដាយរបស់អ្នកខណៈដែលពួកគាត់នៅមានជីវិតព្រោះអ្វីដែលអ្នកធ្វើចំពោះពេលគាត់នៅអវត្តមានគឺគ្មានតម្លៃនោះទេចំណុចទី11រៀនពីឪពុកម្ដាយរបស់អ្នកព្រោះបទពិសោធន៍របស់ពួកគាត់ជាសៀវភៅសិក្សាពិតនៃជីវិត12ដឹងគុណចំពោះឪពុកម្ដាយរបស់អ្នកដើម្បីឲ្យកូនរបស់អ្នកឃើញទង្វើរបស់អ្នកហើយត្រាប់តាម13ធ្វើតាមបំណងប្រាថ្នារបស់មាតាបិតារបស់អ្នកបើវាជាដំបូន្មានដែលមានប្រយោជន៍ចំពោះជីវិតរបស់អ្នក14ចែករំលែកភាពជោគជ័យរបស់អ្នកជាមួយឪពុកម្ដាយរបស់អ្នកព្រោះវាផ្ដល់ឲ្យពួកគាត់នៅមោទនភាពដែលគាត់បានលះបង់កន្លងមកចំពោះអ្នក15សម្រាលទុក្ខឲ្យឪពុកម្ដាយរបស់អ្នកព្រោះពួកគាត់តែងតែបារម្ភពីអ្នកកន្លងមក16
ធ្វើឲ្យឪពុកម្ដាយរបស់អ្នកមានមោទនភាពតាមរយៈទង្វើរបស់អ្នកព្រោះឈ្មោះរបស់អ្នកផ្សារភ្ជាប់កិត្តិយសរបស់គាត់ដែរ17កុំប្រើសម្ដីគំរោះគំរើយដាក់ឪពុកម្ដាយរបស់អ្នកដែលវាជាគំរូអាក្រក់ដល់កូនរបស់អ្នកធ្វើដាក់អ្នកវិញ18ត្រូវហ៊ានទទួលស្គាល់ការលះបង់របស់ឪពុកម្ដាយរបស់អ្នកដោយចំហព្រោះវាបង្ហាញពីកតញ្ញូតាធម៌19បន្តនៅគុណតម្លៃដែលឪពុកម្ដាយរបស់អ្នកបានធ្វើកន្លងមកព្រោះវាជាកេរ្តិ៍ឈ្មោះវង្សត្រកូលរបស់អ្នក20ស្រឡាញ់ឪពុកម្ដាយរបស់អ្នកឲ្យខ្លាំងព្រោះគ្មាននរណាម្នាក់ស្រឡាញ់អ្នកដូចគាត់ទេបាទសូមបងប្អូនដែលមិនទាន់បានជួយ Subscribe វីដេអូរបស់ខ្ញុំសូមមេត្តាជួយចុច Subscribe ក្នុងកន្លែងនេះហើយក៏សូមអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ